ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលដើមសូដាមួយដើមទៀតដែលវាដែលផ្លុកដុះនៅជាប់លបងផ្ទះហ្នឹងបាទពុកម៉ែបងប្អូនហើយខ្ញុំឃើញដើមវាផ្លែប្រារៀងច្រើនទៅខ្ញុំចង់ផ្ដិតយករូបភាពកម្រងវីដេអូនេះចែកជូនពុកម៉ែបងប្អូនមើលជាមួយនឹងខ្ញុំបាទឥឡូវខ្ញុំធ្វើចេះដើម្បីផ្ដិតយកវាបានបាទស្លឹកវាបាទពុកម៉ែបងប្អូនមើលទៅបាទផ្លែច្រើនម្ដើមនេះផ្លែសឹងចង់50-60ផ្លែហើយបាទនេះអាទុំបាទហើយបាទនេះអាខ្ចីបាទស្លឹកវាពុកម៉ែបងប្អូនមើលទៅបាទហើយដើមវានេះបាទមកអោបរបស់ខ្ញុំមកអោបដៃខ្ញុំដែរនេះបាទស្លឹកវាពុកម៉ែបងប្អូនមិនបាច់ទៅរកឯណាឆ្ងាយប្រយបាទអានេះស្លឹកវាទំលាស់ថ្មីបាទពុកម៉ែបងប្អូនវាបែកមែកបែកធៀងទៅខាងហ្នឹងនេះស្លឹកវាអាចចាស់បាទនេះបាទពុកម៉ែបងប្អូននេះដើមឡើងខ្ញុំបេះផ្លែវាឲ្យពុកម៉ែបងប្អូនមើលជាមួយនឹងខ្ញុំដាក់មួយផ្លែបាទនេះផ្លែសេដាយើងបាទពេលដែលវាទុំដោយអានោះទៅយើងអាចហូបបានដែរពុកម៉ែបងប្អូនអានេះនៅខ្ចីនៅអីហូបអត់សូវបាននេះវាអត់ឆ្ងាញ់មិនថាហូបអត់បានទេវាអត់ហូបឲ្យវាហូបវាអត់ឆ្ងាញ់ពុកម៉ែបងប្អូនទៅគេទុកឲ្យទុំទៅវាផ្អែមនេះឆ្ងាញ់ហើយជ័រវាបាទពុកម៉ែបងប្អូនពុកម៉ែបងប្អូនខ្លះគាត់ហូបចង់ហូបអាខ្ចីហ្នឹងក៏ហូបតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទៅខាងខ្ញុំហ្នឹងគេហូបតអាទុំហ្មងពុកម៉ែបងប្អូនស្លឹកវាញឹកហ៎ពុកម៉ែបងប្អូននេះផ្លែវាឲ្យជ័រវាពុកម៉ែបងប្អូនមើលបាទផ្លែនេះខ្ចីបាទគូតវាវីដេអូនេះចេញទៅពុកម៉ែបងប្អូនក្នុងស្រុកឬក្រៅស្រុកបានឃើញសូមកុំភ្លេចជួយ like ជួយ share ម្នាក់មួយដើម្បីបានវីដេអូថ្មីពីខ្ញុំមុនគេហើយខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យប្រទះតែរឿងល្អសុខភាពល្អទៅណាមកណាមានអ្នកស្រឡាញ់រាប់អានចូលចិត្តច្រើននេះជ័រវាបាទទៅចោលយើងផ្ដិតយកទៅវីដេអូរូបភាពនេះចែកជូនពុកម៉ែបងប្អូនមើលទៅឲ្យស្គាល់ខ្ញុំចង់ review ចង់ថតបង្ហាញពីដើមវាបាទដើមវាកម្ពស់5 ទៅ 6 ម៉ែត្រទៅពុកម៉ែបងប្អូនអើយ5 ទៅ 6 ម៉ែត្រមែនបាទមិន5 ទៅ 6 ម៉ែត្រទេពុកម៉ែបងប្អូន6 ម៉ែត្រឡើងលើប៉ុន្តែខ្ញុំអត់ដឹងប៉ាងស្មានទៅវាអត់ដឹងបាទហើយផ្លែវាផ្លែខ្លះខ្ចីហើយផ្លែវាបានជួយសម្រាប់ពុកម៉ែបងប្អូនលក់បានថវិកាបន្តិចបន្តួចដែរសម្រាប់គ្រប់គ្រងគ្រួសារបាទ